បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំមកសម្ភាសជាមួយពូបន្តិចជាមួយនឹងការរបៀបឲ្យស្មៅស៊ីឲ្យអីហ្នឹងបាទហើយចាទៅជួបជាមួយខ្ញុំបាទដូចទៅបងប្អូនណាបាទញ៉ាំសួរពូបាទខ្ញុំចង់ដឹងខ្ញុំមកនេះមកចង់ការចិញ្ចឹមដូបពូណាខ្ញុំឃើញដូបពូល្អហើយខ្ញុំចង់ដឹងហេតុអីមានបទពិសោធន៍យ៉ាងម៉េចបានជារួមល្អម៉េចទី1ខ្ញុំចង់ធ្វើពីការដាក់ស្មៅដាក់ក្នុងមួយថ្ងៃពូដាក់ស្មៅប្រហែលនោះមកឲ្យទីណាបញ្ហាស្មៅនេះយើងដាក់ទៅតាមនេះដែរលោកទូលោកធំលោកយើងនឹងទៅចុះពេលចុះស្មៅទេដល់ពេលលោកធំនេះដល់បាក់15ថ្ងៃអីហ្នឹងអានឹងចាប់ដល់ទីហើយអញ្ចឹងយើងដាក់ថ្ងៃ4ដងមើលបងហើយពេលព្រឹកឡើងម្ដងម៉ោង9ដង10ហ្នឹងម្ដងដល់ម៉ោង2ម៉ោង3ហ្នឹងម្ដងលាចម៉ោង5ម៉ោង6ហ្នឹងម្ដងទៀតប៉ុន្តែមិនច្រើនទេមកបាច់នេះមកក្តាប់ធំហ្នឹងមិនឲ្យច្រើនទេដល់មកស៊ីអស់ណាទុកឲ្យវាស្វិតខែនេះក្តៅវាស្វិតដល់ស្វិតវាលេស៊ីឯស្មើហ្នឹងអញ្ចឹងយើងដាក់មកខាទុកចិត្តដាក់ច្រើនដងហ្នឹងហើយចាំមួយថ្ងៃវាដាក់ឲ្យ4ដងប៉ុន្តែដាក់មិនច្រើនទេពួកនេះមកបាច់ថាជាតូចមកក្តាប់ធំយើងណាមិនតែមកក្តាប់ធំហើយស្មៅនេះបើមានតែដូរផ្លាស់វាយ៉ាងម៉េចយ៉ាងម៉េចទេលោកវិញគាត់ឲ្យស្មៅតែហ្នឹងគីឡូមកដូរដែរដល់ពេលសារហ្នឹងស្មៅដែលសម្បូរអត់ដូរទេដាក់អ៊ីស្រាអែលគាត់អ៊ីស្រាអែលនឹងอะไรនេះហ្នឹងគេនេះគាត់ដែរដាក់ធំដែរប៉ុន្តែសាមុនខ្ញុំឃើញបដូរពូល្អដែរប៉ុន្តែគាត់ថាគាត់ដូរស្មៅរហូតប៉ុន្តែបដូរពោស្មៅបាទឥឡូវក៏បានដែរឥឡូវក៏បានដែរសារនេះដូរដាក់លឹងពៅយើងថ្ងៃជុំក៏ដាក់លឹងពៅឲ្យស៊ីមកក្តាប់ដែរមកពេលបាទដូរពេលហ្នឹងឲ្យវាស៊ីមកពេលដែរអូបានពៅទេថ្ងៃនេះយ៉ាងមុនពេលទី1ដាក់ពៅទៅហ្នឹងហើយបាទទី2នេះគឺការថ្ងៃដាក់លឹកជ័យទៅបាទដល់ពេលល្ងាចទីយើងដាក់ស្មៅអ៊ីស្រាអែលទៅស្មៅពេញទេណាដល់វិញប៉ុន្តែដល់ពេលដល់ការថ្មីនេះពូចឹងក្រោយនេះវាប្រាំត្រង់នេះអញ្ចឹងលឹកជ័យទៅអស់ហើយអញ្ចឹងហីអញ្ចឹងបាយអាស្មៅយើងសុទ្ធមកវាសម្បូរស្មៅបាទហើយស្មៅយើងដាក់ឡើងសុទ្ធមកហើយវិញស្មៅអ៊ីស្រាអែលគឺគាត់ដាំបានច្រើនអញ្ចឹងគាត់អត់មានខ្វះស្មៅអស៊ីទេគាត់ជុំចាស់គាត់នេះឲ្យស៊ីក៏អត់ខ្វះដែរបាទបបោរបស់គាត់មកធំអត់អស់បាទយ៉ាងនោះទេបាទមិនសល់នោះបាទនឹងបងប្អូនចង់កំណត់ទៅមកគាត់ចង់ចាំអីគឺលេខទូរស័ព្ទគាត់មាននៅក្នុងទូរស័ព្ទក្នុងស្រាប់ហើយគឺ088 789 2466បាទហើយស្មៅទាំងអ៊ីស្រាអែលចាំមើលទៅយកឡាប់ទាំងមកនេះចាំមើលជំទៅយើងអាពូនឹងដាក់ទៅវាអត់ពួយប៉ុន្តែគុំធំអាហ្នឹងធំហើយបើអានេះខ្ពស់ប៉ុន្តែលឿនឆាប់បានស៊ីចាប់តាំងពីថ្ងៃដើមដល់មួយខែហ្នឹងបានស៊ីនេះអូនេះបងប្អូននេះអ៊ីស្រាអែលអ៊ីស្រាអែលបងប្អូននេះបាទស្គាល់បាទស្មៅនេះគឺល្អបងប្អូននេះហើយទៅប៉ុណ្្នេះហើយគឺវាស៊ីអត់នេះគឺល្អហ្មងបងប្អូននេះបាទអញ្ចឹងឲ្យស្គាល់ស៊ីហ្នឹងអត់ដងបាទបាច់ប្រវត្តិណាប៉ុណ្ណឹងហ្នឹងប៉ុណ្ណឹងអានេះពេលក្រុមធំហ្នឹងបងប្អូនមកក្រុមទូចយើងគាត់ដើម4ដើមគាត់នៅវាយកក្លិនមិនអញ្ចឹងហីបាទនេះការបទពិសោធន៍របស់គាត់អញ្ចឹងបាទហើយមើលការចិញ្ចឹមកដោបមានផលប៉ះពាល់ជាមួយនឹងอะไรការងារបន្តបន្សំយ៉ាងម៉េចគឺខ្ញុំវាផលប៉ះពាល់ដូចជាមិនបញ្ហាទេមានបញ្ហាតែប៉ះពាល់ដូចតមកថ្ងៃហ្នឹងខ្ញុំសរសៃផងហើយចកាស្វាយផងហើយដូចអត់ប៉ះពាល់ហ្នឹងហើយប៉ុន្តែសំខាន់làយើងមានស្មៅសំខាន់យើងមានอะไรស្មៅយើងជុំវិញសិនយើងដាក់តែមកដងទៅយើងធ្វើការមកវិញហ្នឹងមកវិញដាក់ដងទៀតហើយដល់ពេលយើងទៅមកហូបបាយហ្នឹងដល់វាទៀតទៅយើងជិះពេលហ្នឹងនឹងឲ្យតែអញ្ចឹងមកខ្ញុំបញ្ជាក់បងប្អូនហើយណាខ្ញុំតាំងវីដេអូមុនខ្ញុំសារប្រាប់ដែរថាការចិញ្ចឹមកូនកដោបនេះគឺយើងមិនឲ្យទឹកឲ្យផុកដូចយើងគោទេចិញ្ចឹមគោទេបងប្អូនបាទមិនចិញ្ចឹមគោយ៉ាងអ្វីទេចឹងគាត់បាត់ប្រសពរបស់គាត់ជោគជ័យ4 5សានហ្នឹងគឺគាត់ជោគជ័យណាពេលនិយាយទៅយើងពេលថ្ងៃពេលយើងដាក់ស្មៅស៊ីព្រោះយើងមានឱកាសថាចង់សើមបាញ់ទឹកស្មៅនឹងទីទៅកុំឲ្យវាឆាប់ស្វិតស្ពូនណាដល់ពេលយើងបាញ់ទឹកចឹងអាកដោបនឹងវាស៊ីអាហ្នឹងវាបានអាទឹកហ្នឹងដូចគេថាសត្វ
sát ấy có phải cả tất cả còn ra về mình វាមិនដូច มันจะพักได้แบบว่าสิ่งเราอยู่ ដើមហ្នឹងហើយ đã rất là trong sợ bánh tất cả ngày trái bánh nhau rồi làm là រដូវកាលមុនគូដូចជាបានដូចជាដាក់5ត្រង់ដែរ4ត្រង់ហ្នឹង làm cảm giác nó អញ្ចឹងលទ្ធផលដែលគូបានសាច់ដែរយកមកគីឡូហ្នឹង cái sai tới trong việc đặt mình trả con cái trả vô cho mà tổng ta 3 kg 7 kg 7 kg cái vấn đề mà tổng á còn cái bàn chạy lấy con từ thằng chết khác thằng thì quay ra đây và ចែកទៅចាក់ក្នុងមួយត្រង់ក៏គូដាក់បាន3ខាំហើយ đặt cho bay kham pi kham tam không បងប្អូនចាប់បន្តិចរបស់គាត់ណាអញ្ចឹងពង3ខាំគឺបានសាច់របស់គាត់ដល់ទៅ7ទៅ8ខាំ3គីឡូអញ្ចឹងនេះមិនមែនធម្មតាតែចិញ្ចឹមរបស់គាត់គឺជោគជ័យល្អណាស់បាទហើយយើងមិនមែនថាឥឡូវក្នុងពង3ខាំនោះគាត់តែបាន7 3គីឡូគាត់អ្នកនឹងខែរសាច្បាស់ណាស់ហើយត្រូវឲ្យចំណីរបៀបម៉េចគឺគាត់គាត់ដាក់មួយថ្ងៃដល់14ដងអញ្ចឹងកដោរបស់គាត់គឺស្មើមកហើយអញ្ចឹងវាកើនហើយកើនសាច់ហើយបើសិនយើងឲ្យមួយថ្ងៃស៊ីតែម្ដងក៏2ដងវាបានដូចគ្នាប៉ុន្តែវាមិនបានដល់ផលច្រើនបាទនេះគាត់អញ្ចឹងទេបាទកម្មវិធីរបស់គាត់គឺអញ្ចឹងទេហើយជាមួយរដូវកាលក្រោយនេះគាត់ដាក់5ជ្រុងទៀតហើយពេញ5ជ្រុងជាមួយតែលទ្ធផលបានយ៉ាងណាទៅចាំទៅណាក៏ខ្ញុំជឿតបទៅបងអរគុណបាទអរគុណបាទ mới ra đấy hỏi chứ đâu này mới chơi nhặt phó và cô này lia